សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់ថ្នាក់រៀនភាសាអង់គ្លេសរបស់ពួកយើងអញ្ចឹងនៅក្នុងថ្ងៃនេះយើងនឹងធ្វើការកែវិញ្ញាសាទាក់ទងទៅនឹងភាសាអង់គ្លេសនៃបាក់ឌុបឆ្នាំ2016នៅក្នុងថ្នាក់វិទ្យាសាស្ត្រពិតអញ្ចឹងនៅក្នុងការកែវិញ្ញាសានេះយើងចាប់ផ្ដើមពីការកែ reading ទៅមុនអញ្ចឹង reading គឺទាក់ទងទៅនឹងការអានអញ្ចឹងមុនពេលដែលយើងធ្វើ reading ហ្នឹងគឺយើងត្រូវមើលទៅលើប្រធានសិនឬក៏ instruction ហ្នឹងអញ្ចឹងនៅក្នុង instruction គឺ read the text and fill in the gaps with the words in the box. Gap 1 has been done as an example. អញ្ចឹងគេចង់ឲ្យយើងអាន text ហ្នឹងអានអត្ថបទមួយហ្នឹងបន្ទាប់មកយកពាក្យនៅក្នុងប្រអប់នេះទៅបំពេញនៅក្នុងអត្ថបទហ្នឹងទៅបំពេញនៅក្នុងចន្លោះហើយgap 1មានន័យថានេះទី1នេះគឺមាន example ឲ្យឯកន្លែងទី1នេះប៉ុន្តែខ្ញុំអត់ទាន់ទៅសេអញ្ចឹងហ្នឹងគឺជាប្រធានរបស់គេហើយមុនពេលដែលយើងចាប់ផ្ដើមធ្វើហ្នឹងគឺយើងគួរតែអានអត្ថបទហ្នឹងម្ដងសិនបន្ទាប់ពីយើងអានហើយគឺយើងត្រូវមកមើលពាក្យនៅក្នុងប្រអប់នេះយើងត្រូវយល់ពាក្យខ្លះនៅក្នុងហ្នឹងឬក៏ដឹងពី part of speech របស់វាឬក៏យើងហៅថាថ្នាក់ពាក្យរបស់វានីមួយៗហ្នឹងដើម្បីយើងងាយស្រួលក្នុងការយកទៅបំពេញហើយមួយទៀតយើងអាចមើលនៅក្នុងចន្លោះនេះដែរអញ្ចឹងយើងអាចមើលពាក្យគៀនហ្នឹងតើវាមានថ្នាក់ពាក្យជាអីដើម្បីឲ្យយើងងាយស្រួលបំពេញពាក្យនៅក្នុងចន្លោះហ្នឹងដែរអញ្ចឹងកន្លែងនេះទី1នេះគឺគេឲ្យ example ហើយកន្លែងនេះគឺគេប្រើពាក្យថា tennis អូខេអញ្ចឹងមុនដំបូងគឺយើងត្រូវអានតកតងទៅនឹង text ហ្នឹងសិន Last week I was walking home after playing tennis when it started raining very heavily. Oh no, I will get blah 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 before I reach home. I thought I wish I had remembered to bring my blah blah blah. But unfortunately I had left it at home. How stupid of me. I always blah 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 to bring it with me. Luckily, just then a friend of mine passed in his car and blah 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 me a lift. Are you going home? He asked. Or do you want to go for a blah blah blah? I think I'd rather you took me home, I said. If I don't blah 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 my clothes, I know I will fall ill and then I want blah 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 to play in the tennis tournament next week. And I have been blah 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 hard for the last month. I will wait for you to change if you like, he told me. I think it's time you blah 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 for a change. You have been worrying too much about things lately, and people who worry too much fall ill more easily. It's got blah 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 to do with the rain. អូខេអញ្ចឹងបន្ទាប់ពីយើងបានអានយើងឃើញថាចន្លោះដែលយើងត្រូវបំពេញហ្នឹងទាំងអស់មាន11ចន្លោះប៉ុន្តែគេផ្ដល់ឧទាហរណ៍យើងទី1អញ្ចឹងយើងត្រូវបំពេញ10ទៀតអញ្ចឹងក្រៅពីយើងធ្វើការអានហើយយើងមកមើលពាក្យទាំងអស់នេះហើយយល់ន័យរបស់ពាក្យហ្នឹងទាំងអស់គ្នាអញ្ចឹងទី1គឺយើងត្រូវដឹង part of speech របស់វាដែលជាថ្នាក់ពាក្យហ្នឹងអញ្ចឹងពាក្យថា practicing នេះមានន័យថាអនុវត្តអញ្ចឹងអនុវត្តហ្នឹងវាគឺជា verb តែដោយសារវាមាន ing អញ្ចឹង verb នេះគឺស្ថិតនៅក្នុង tense present continuous អញ្ចឹង practicing គឺជា verb raincoat អញ្ចឹង raincoat នេះមានន័យថាអាវភ្លៀងអញ្ចឹងវាគឺជា noun គឺជានាមchange នេះវាអាចមានថ្នាក់ពាក្យពីរទី1វាអាចជា verb មានន័យថាផ្លាស់ប្ដូរទី2វាអាចជា noun ដែលមានន័យថាការផ្លាស់ប្ដូរ bearable នេះគឺជា verb phrase ដែលយើងអាចប្រើវាជាមួយពាក្យថា will ឬក៏ want អញ្ចឹងយើងអាចប្រើថា will bearable ឬក៏ won't bearable offer នេះវាគឺជា verb ប៉ុន្តែ verb នេះនៅក្នុង past simple offer មានថាផ្ដល់ឲ្យអ្វីមួយ nothing អញ្ចឹង nothing នេះគឺជា pronoun ដែលមានន័យថាគ្មានអ្វី tennis នេះគឺជា noun ដែលប្រើថា tennis នឹងឯងtennis យើងអាចប្រើបានថាសីវាយសីកីឡាវាយសី soak នេះថ្នាក់ពាក្យវាអាចជា verb ឬក៏ជា adjective
ហើយមានន័យថាសើមបើសិនជាសោកហ្នឹងគឺជា verb មានថាធ្វើឲ្យសើមបើសិនជា adjective មានថាសើម relax ចឹង relax នេះវាគឺជា verb ក៏បានជា adjective ក៏បានគឺយើងមើលទៅក្នុងអត្ថបទហ្នឹង forget ចឹងពាក្យថា forget គឺជា verb ហើយ drink នេះអាចជា verb ឬក៏ noun បើសិនជា verb វាប្រែថាផឹកបើសិនជា noun វាប្រែថាភេសជ្ជៈអញ្ចឹងបន្ទាប់ពីយើងយល់ដឹងន័យហើយនឹង part of speech នៃពាក្យនីមួយៗនេះយើងចាប់ផ្ដើមធ្វើលំហាត់ដោយបំពេញពាក្យហ្នឹងចូលទៅក្នុងចន្លោះអញ្ចឹងទី1 last week I was walking home after playing tennis when it started raining very heavily អញ្ចឹងអាទិត្យមុនខ្ញុំបានដើរមកផ្ទះបន្ទាប់ពីទៅលេង tennis ហ្នឹងនៅពេលដែលវាភ្លៀងយ៉ាងខ្លាំង Oh no I will get blah 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 before I reach home អញ្ចឹងកន្លែងនេះអូទេខ្ញុំនឹងចុចមុនពេលដែលខ្ញុំទៅដល់ផ្ទះអញ្ចឹងយើងឃើញថាអាហ្នឹងវាតកតងទៅនឹងភ្លៀងអញ្ចឹងគាត់ប្រកាសជាសើមមុនពេលដែលគាត់ទៅដល់ផ្ទះអញ្ចឹងអត្ថន័យកន្លែងហ្នឹងគឺ get យើងប្រើជាមួយនឹង soak ដោយសារយើង get ហ្នឹងគេបូកជាមួយនឹង adjective អញ្ចឹង soak នេះគឺជា adjective អញ្ចឹងកន្លែងទី2នេះគឺយើងបំពេញថា get soak I thought I wish I had remembered to bring my blah 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 អញ្ចឹងខ្ញុំសង្ឃឹមថាខ្ញុំនឹងចងចាំក្នុងការយកចុចមកជាមួយអញ្ចឹងទៅអញ្ចឹងចង់ដឹងថាកន្លែងហ្នឹងជាអីគេដោយសារតែខាងមុខវាហ្នឹងមាន my ហ្នឹងគឺជា possessive adjective ដែលវាជាគុណនាមកម្មសិទ្ធិអញ្ចឹងនៅខាងក្រោយវាគឺត្រូវតែជា noun អញ្ចឹងយើងមកមើលក្នុងពាក្យនេះថាមួយណាគឺជា noun អញ្ចឹង noun យើងមានដូចជា tennis ដែលយើងបំពេញវាហើយយើងមាន raincoat ហើយយើងមាន chain យើងមាន drink អីចឹងទៅអញ្ចឹងកន្លែងហ្នឹងដោយសារតែគាត់សើមមុនពេលដែលគាត់ទៅដល់ផ្ទះអញ្ចឹងគាត់ប្រកាសជាអត់បានយកអាវភ្លៀងទៅអញ្ចឹងចំណុចដែលត្រឹមត្រូវគឺតកតងទៅនឹង raincoat ណា to bring my កន្លែងហ្នឹងយើងដាក់ថា raincoat but unfortunately I had left it at home ប៉ុន្តែសំណាអាក្រក់គាត់បានទុកវានៅផ្ទះណាគាត់អត់បានយកមកទេអូខេ How stupid of me I always blah 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 to bring it with me អញ្ចឹងកន្លែងហ្នឹងយើងប្រើម៉ាស៊ីនមកខ្ញុំពិតជាល្ងងមែនខ្ញុំតែចុចយកវាមកជាមួយអញ្ចឹងគាត់តែងតែអីគេគាត់តែងតែយើងអាចប្រើជាអញ្ចឹងកន្លែងហ្នឹងគឺយើងអាចប្រើ verb ដោយសារតែវាមាន adverb of frequency អញ្ចឹងនៅពីក្រោយ adverb of frequency ហ្នឹងវាគឺជា verb អញ្ចឹងយើងមកមើលសិន I always អីគេអញ្ចឹង verb របស់យើងមាន practicing ប៉ុន្តែ practicing នេះគឺវាតកតងទៅនឹង present continuous ជាងយើងអត់ប្រើទេមាន verb វាទៀតមាន verb change មាន verb forget offer តែ offer នេះនៅក្នុង past simple ក៏យកប្រើដែរ drink relax អញ្ចឹងយើងឃើញថា verb ដែលត្រូវជាមួយនឹងស្ថានភាពហ្នឹងគឺពាក្យថា forget នេះដែលជា verb ហ្នឹងអញ្ចឹង I always forget to bring it with me forget to bring it with me ហើយខ្ញុំតែងតែភ្លេចយកវាមកជាមួយ Luckily just then a friend of mine passed in his car and blah 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 me a lift អញ្ចឹងគេចង់និយាយថាប៉ុន្តែសំណាងល្អដែលមិត្តភក្តិរបស់ខ្ញុំហ្នឹងគាត់បានជិះឡានកាត់ហ្នឹងតមកគាត់ចុចឲ្យខ្ញុំអញ្ចឹងទៅកន្លែងហ្នឹងយើងអាចប្រើ verb ដែរដោយសារតែកន្លែងនេះយើងមាន me a lift ចឹងហៅឲ្យនរណាធ្វើអ្វីមួយឲ្យនរណាម្នាក់អញ្ចឹងទៅអញ្ចឹងយើងមកមើលតើកន្លែងហ្នឹងយើងប្រើ verb មួយណាយើងមាន verb ដែលនៅសល់យើងមានchange យើងមាន relax យើងមាន drink យើងមាន offer practicing នេះក៏យើងនៅតែអត់យកមកប្រើដោយសារតែវាចប់ ing ហ្នឹងដែលជា present continuous អញ្ចឹងយើងមកមើលកន្លែងនេះដោយសារយើងឃើញថា a friend of mine pass នេះគឺស្ថិតនៅក្នុង past simple pass in his car and blah 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 me a lift ចឹងកន្លែងនេះក៏វាស្ថិតនៅក្នុង
ទម្រង់ជា past simple ដូចគ្នាអញ្ចឹងយើងមកមើល verb past simple របស់យើងគឺយើងមានពាក្យថា offer អញ្ចឹងកន្លែងហ្នឹងគឺយើងបំពេញពាក្យថា offer មក offer me a lift ថាគាត់ឲ្យខ្ញុំនឹងជិះជាមួយគាត់ដែរ Are you going home he asked អញ្ចឹងគាត់សួរថាតើអ្នកទៅផ្ទះមែនទេ or do you want to go for a blah 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 អញ្ចឹងកន្លែងនេះ go for a អីគេនៅពីក្រោយហ្នឹងប្រកាសជាមាន noun អីអញ្ចឹងយើងមកមើល noun យើងនៅកន្លែងនេះយើងនៅសល់អីគេខ្លះនៅសល់ change យើងនៅសល់ drink យើងនៅសល់អូខេយើងសល់តែ2ហ្នឹងទេដោយសារ raincoat ហើយនិង tennis យើងពេញហើយអញ្ចឹងតើ go for a change ឬក៏ go for a drink អញ្ចឹងកន្លែងហ្នឹងចម្លើយដែលត្រឹមត្រូវរបស់វាគឺ go for a drink ដែលមានន័យថាឬក៏ចង់ទៅផឹកអីអត់អញ្ចឹងចម្លើយគឺ go for a drink I think I rather you took me home I said អញ្ចឹងគាត់បាននិយាយថាខ្ញុំគិតថាអ្នកគួរតែយកខ្ញុំទៅផ្ទះទៅ If I don't blah 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 my clothes I know I will fall ill អញ្ចឹងបើសិនជាខ្ញុំមិនចុចកៅអៅរបស់ខ្ញុំទេខ្ញុំដឹងថាខ្ញុំនឹងធ្លាក់ខ្លួនឈឺអញ្ចឹងកន្លែងនេះdon't ហ្នឹងយើងត្រូវតែបូកជាមួយនឹង verb ទៅអញ្ចឹងតើ verb មួយណាយើងមកមើលនៅក្នុង option ថាយើងប្រើ verb មួយណាអញ្ចឹង verb ដែលយើងនៅសល់ហ្នឹងយើងនៅសល់ change ហើយយើងនៅសល់ change យើងនៅសល់ relax អញ្ចឹងchange និង relax មួយណាត្រូវជាមួយនឹងស្ថានភាពជាងហើយណាមួយ relax នេះវាមាន ed ទៀតអញ្ចឹងវាអត់ត្រូវជាមួយទម្រង់ហ្នឹងទេអញ្ចឹងពាក្យដែលត្រូវគឺយើងប្រើពាក្យថា change ដែលថាផ្លាស់ប្ដូរហ្នឹងអញ្ចឹង if I don't change my clothes I know I will fall ill មានថាតើបើសិនជាខ្ញុំអត់ដូរកៅអៅចេញទេខ្ញុំប្រកាសជាធ្លាក់ខ្លួនឈឺAnd then I want blah 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 to play in the tennis tournaments next week អញ្ចឹងកន្លែងនេះ want យើងដឹងហើយថា want យើងប្រើមួយអីគេដែលយើងនិយាយនៅខាងនេះមិញហ្នឹងគឺយើងប្រើមួយ beable want beable តែបានន័យថានឹងមិនអាចអញ្ចឹងយើងដាក់មកចម្លើយយើងគឺ beable I won't be able to play in the tennis tournament next week តែមានថាខ្ញុំប្រកាសជាមិនអាចទៅប្រកួត tennis នៅអាទិត្យក្រោយនឹងបានទេ and I have been blah 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 hard for the last month នេះកន្លែងនេះគឺយើងឃើញថាគេប្រើទៅទៅនឹង present perfect continuous have been បូកជាមួយ verb ing អញ្ចឹងយើងមកមើលថាតើនៅក្នុងពាក្យនេះមានពាក្យណាដែលមានបូក verb ing គឺមានតែមួយទេគឺ practicing ហ្នឹងអញ្ចឹងយើងយកពាក្យហ្នឹងមកបំពេញមក I have been practicing hardដែលបានន័យថាខ្ញុំបានអនុវត្តវាយ៉ាងខ្លាំងឬក៏ព្យាយាមអនុវត្តវាកាលពីអាទិត្យមុនហ្នឹងឬក៏មានន័យថាខ្ញុំបានព្យាយាមអនុវត្តវាយ៉ាងខ្លាំងកាលពីខែមុន I will wait for you to change if you like he told me អញ្ចឹងគាត់នឹងនិយាយថាបើសិនជាអត់អីទេគាត់អាចរងចាំឲ្យគាត់នឹងដូរកៅអៅសិនបាន I think it's time you blah 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 for a change អញ្ចឹងខ្ញុំគិតថាវាគឺជាពេលដែលអ្នកចុចចឹងទៅអញ្ចឹងយើងមើលពាក្យដែលនៅសល់សិនយើងនៅសល់ពាក្យអីខ្លះ practicing ហើយ raincoat ហើយ change ក៏ហើយ beable ក៏ហើយដែរ offer ក៏ហើយដែរ nothing នៅប៉ុន្តែវាអត់ត្រូវទេដោយសារវាអានេះជា pronoun យើងនៅសល់អីគេទៀត relax អូខេអញ្ចឹងយើងសល់ relax ហើយនឹង nothing អូខេ so ពាក្យដែលយើងត្រូវប្រើហ្នឹងគឺ relax ដែលជា verb I think it's time you relax for a change អញ្ចឹងខ្ញុំគិតថាអ្នកគួរតែសម្រាកខ្លះទៅ You have been worrying too much about things lately អ្នកបារម្ភពេកហើយកន្លងមកនឹង and people who worry too much fall ill more easily ហើយបើសិនជាអ្នកបារម្ភពេកអញ្ចឹងអ្នកនឹងអាចឈឺ It's got blah 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 to do with the rain អញ្ចឹងកន្លែងនេះគឺពាក្យចុងក្រោយរបស់យើងហ្នឹងឯងដែលជា pronoun ហ្នឹង It's got nothing to do with the rain អញ្ចឹងកន្លែងនេះគឺយើងបំពេញពាក្យ nothing
អូខេអញ្ចឹងនេះគឺជាការកែតកតងទៅនឹង reading របស់យើងពីការបំពេញចន្លោះផ្សេងៗតកតងនឹងពាក្យនៅក្នុងប្រអប់នេះអញ្ចឹងបើសិនជាអ្នកនរគ្នាមានចំណងអីដែលតកតងទៅនឹង reading នេះឬក៏មេរៀនណាមួយអ្នកនរគ្នាអាចទម្លាក់នៅក្នុង comment ខាងក្រោមបានអញ្ចឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណ